សេផានីជំពូក1នេះជាព្រះបន្ទូលដែលព្រះម្ចាស់ថ្លែងមកកាន់លោកសេផានីជាកូនរបស់លោកគូស៊ីជាចៅរបស់លោកកេដាលីជាចៅទូតរបស់លោកអម៉ារីនិងជាចៅលួតរបស់លោកហេសេគីនៅរជ្ជកាលព្រះបាទយូសៀជាបុត្ររបស់ព្រះបាទអាម៉ូនតែស្រុកយូដាព្រះម្ចាស់មានព្រះបន្ទូលថាយើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដីយើងនឹងលុបបំបាត់ទាំងមនុស្សទាំងសត្វយើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រយើងនឹងកំទេចអ្វីៗដែលនាំឲ្យមនុស្សអាក្រក់ចំពុកដួលព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដីនេះជាព្រះបន្ទូលរបស់ព្រះម្ចាស់យើងនឹងលើកដៃប្រហារស្រុកយូដានិងប្រជាជនទាំងអស់នៅក្រុងយេរូសាឡិមយើងនឹងកំទេចអ្វីៗដែលគេនៅតែប្រើប្រាស់សម្រាប់គោរពព្រះបាលព្រមទាំងលែងឲ្យមាននរណានឹកនាដល់ពួកអាចារ្យនិងពួកបូជាចាររបស់ព្រះនោះទៀតយើងក៏កំទេចអស់អ្នកដែលឡើងលើផ្ទះដើម្បីថ្វាយបង្គំផ្កាយព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើងហើយស្បត់ក្នុងនាមយើងជាព្រះម្ចាស់ផងស្បត់ក្នុងនាមព្រះមលុករបស់គេផងយើងនឹងកំទេចអស់អ្នកដែលងាកចេញពីយើងជាព្រះម្ចាស់អស់អ្នកដែលមិនស្វែងរកយើងហើយក៏មិនស្វែងរកយោបល់ពីយើងដែរចូលស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់បិទថ្ងៃរបស់ព្រះម្ចាស់នៅចិត្តបង្កើយព្រះម្ចាស់បានរៀបចំចាញ់បូជាព្រះអង្គជំរះភ្ញៀវដែលត្រូវចូលរួមជប់លៀងឲ្យបានវិសុទ្ធហើយនៅថ្ងៃធ្វើចាញ់បូជាយើងនឹងដាក់ទោសពួកមេដឹកនាំនិងកូនរបស់ស្ដេចព្រមទាំងអស់អ្នកដែលស្លៀកពាក់តាមសាសដតីនៅថ្ងៃនោះយើងនឹងដាក់ទោសអស់អ្នកដែលលោតពីលើក្របទ្វារព្រះវិហារតាមរបៀបសាសដតីយើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្តអំពើខុសខើនិងកលល្បិចពីពេញវិហារនៃព្រះរបស់ខ្លួនដែរនៅថ្ងៃនោះនឹងមានឮសំឡេងលេចចេញពីទ្វារមច្ឆាសំឡេងជុំសោកលេចឮពីជីក្រម្ខាងហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំងនៅតាមភ្នំប្រជាជននៅផ្សារក្រមអើយចូលនាំគ្នាស្រែកយំទៅបិទអ្នកជំនួញទាំងប៉ុន្មានវិនិច្ឆ័យអស់ហើយពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរនៅគ្រានោះយើងនឹងកាន់ចន្លោះរុករកអស់អ្នកដែលយើងត្រូវដាក់ទោសនៅក្រុងយេរូសាឡិមអ្នកទាំងនោះសំងំហើយគិតថាព្រះម្ចាស់មិនអាចធ្វើអាក្រក់ឬល្អចំពោះខ្ញុំបានទេទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយកផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំពួកគេសង់ផ្ទះតែមិនអាចរស់នៅក្នុងផ្ទះនោះបានទេពួកគេដាំទំពាំងម្ជូរតែពុំអាចផឹកស្រាទំពាំងម្ជូរបានដែរថ្ងៃដ៏ឧត្តមឧត្តមរបស់ព្រះម្ចាស់នៅចិត្តបង្កាយហើយថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ថ្ងៃដែលព្រះម្ចាស់យាមកគេនឹងស្រែកយំយ៉ាងជូរចត់សូម្បីតែទីហ៊ានដ៏អង្អែកក៏ស្រែកហៅគេជួយដែរថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំងជាថ្ងៃវេទនានិងថ្ងៃតបប្រមល់ជាថ្ងៃមហន្តរាយនិងហិនវិនាសជាថ្ងៃដ៏ងងឹតជាថ្ងៃអន្តការជាថ្ងៃដែលមានពពកងងឹតអាប់អួរជាថ្ងៃដែលឮសំឡេងស្នែងនិងសម្រេចសឹកសង្គ្រាមវាយកក្រុងដ៏មានកំពែងរឹងមាំនិងមានប៉មយ៉ាងខ្ពស់ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនាពួកគេនឹងដើរដោយមនុស្សខ្វាក់បិទពួកគេប្រព្រឹត្តអំពើបាបទោះនឹងព្រះハរតីរបស់ព្រះម្ចាស់ឈាមរបស់ពួកគេនឹងត្រូវខ្ចាយទៅគ្រប់ទីកន្លែងដូចធូលីដីសាកសពរបស់ពួកគេព្រៀបបាននឹងសម្រាមនៅថ្ងៃព្រះម្ចាស់ខ្ចាយយ៉ាងខ្លាំងប្រាក់ឬមាសពុំអាចរំដោះពួកគេបានទេផែនដីទាំងមូលនឹងត្រូវរលាយដោយសារភ្លើងនៃព្រះពិរោធពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដីជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុតសេផានីជំពូក2ប្រជាជាតិដែលមិនចេះខ្មាស់អើយចូលប្រមូលផ្ដុំគ្នារិះគិតពិចារណាមុនពេលព្រះម្ចាស់ប្រកាសដាក់ទោសមុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដោយចម្បាំងប៉ើងតាមខ្យល់និងមុនពេលព្រះម្ចាស់ធ្វើទោសអ្នករាល់គ្នានៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងអ្នកទាំងអស់គ្នាជាមនុស្សទន់ទាបនៅក្នុងស្រុកអើយអ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះអង្គដូច្នេះចូលស្វែងរកព្រះម្ចាស់ទៅចូលស្វែងរកសេចក្តីសុចរិតហើយបន្ទាបខ្លួននោះប្រហែលជាអ្នករាល់គ្នាបានរួចជីវិតនៅថ្ងៃព្រះម្ចាស់ទ្រង់ព្រះពិរោធក្រុងកាសានឹងត្រូវប្រជាជនបោះបង់ចោលក្រុងអាស្កាឡូននឹងក្លាយទៅជាទីស្មោសានក្រុងអាស្ដូតនឹងត្រូវគេគៀប្រជាជនចេញទាំងកដាលថ្ងៃត្រង់ក្រុងអេក្រូននឹងត្រូវគេដកទាំងរឹសប្រជាជាតិកេរីធីមដែលរស់នៅតាមឆ្នេរសមុទ្រមុខជាត្រូវវេទនាពុំខានព្រះម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នាថាទឹកដីកាណានស្រុកភីលីស្ទីនអើយយើងនឹងបំផ្លាញអ្នកលែងឲ្យមានប្រជាជនរស់នៅទៀតហើយស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជាវាស្មៅសម្រាប់សត្វជាកន្លែងឃ្វាលវង្សសត្វនិងជាកន្លែងដែលគេទុកឲ្យវង្សសត្វនៅកូនចៅយូដាដែលនៅសេសសល់នឹងប្រើទឹកដីនេះសម្រាប់ឃ្វាលវង្សសត្វរបស់ខ្លួនព
ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូនធ្វើជាជំរកស្នាក់អាស្រ័យនៅពេលយប់ព្រះម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ពួកគេនៅពេលព្រះអង្គស្ដារស្រុករបស់ពួកគេឡើងវិញយើងបានលើពាក្យដល់អ្នកស្រុកម៉ូអាប់និងអ្នកស្រុកអាម៉ូនជេរប្រមាថថ្មេះដេដៀលប្រជារាស្ត្ររបស់យើងព្រមទាំងឈ្លានពានទឹកដីរបស់គេផងហេតុនេះយើងជាព្រះដែលមានជីវិតគង់នៅយើងប្រកាសយ៉ាងម៉ឺងម៉ាត់ថាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំស្រុកអាម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរគឺជាកន្លែងដែលមានបន្លាដុះពាសពេញជាស្រែអំបិលនិងជាទីស្មោះសានរហូតតទៅប្រជារាស្ត្ររបស់យើងដែលនៅសេសសល់នឹងរឹបអូសយកទ្រព្យរបស់ពួកគេហើយចាប់យកទឹកដីរបស់ពួកគេទៀតផងនេះជាព្រះបន្ទូលរបស់ព្រះម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែលហេតុការណ៍កើតមានដូច្នេះបណ្ដាលមកពីពួកគេមានអំនួតពួកគេខ្មេះដេដៀលប្រជារាស្ត្ររបស់ព្រះម្ចាស់នៃពិភពទាំងមូលព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផងព្រះម្ចាស់នឹងធ្វើឲ្យពួកគេសែងខ្លាចបិទព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មានឲ្យអស់ពីផែនដីប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គនៅតាមកន្លែងរបស់គេរៀងៗខ្លួនជនជាតិអេស៊ីបអើយអ្នករកគ្នាក៏ដូច្នោះដែរយើងនឹងចាក់ទម្លុះអ្នករកគ្នាដោយដាវរបស់យើងព្រះម្ចាស់នឹងលើកប្រហោះវាប្រហារស្រុកខាងជើងព្រះអង្គនឹងកំទេចស្រុកអាសេរីព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេក្លាយទៅជាទីស្មោះសានជាកន្លែងហួតហែងដោយវារហោស្ថានវងសត្វនឹងមកធ្វើជំរកនៅកណ្ដាលក្រុងនោះហើយសត្វគ្រប់ប្រភេទគឺមានសត្វទុងកាមប្រមាក៏មកជ្រកនៅតាមសសរអគាររបស់ក្រុងនោះដែរសំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួចក្របទ្វារផ្ទះបាក់បែកអស់ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរមើលទីក្រុងដែលធ្លាប់តែសប្បាយស្គាល់តែសេចក្តីសុខសាន្តហើយតែងគិតថាគ្មាននរណាផ្ទឹមស្មើនឹងខ្លួនបានខ្លាយទៅជាទីស្មោះសានជាជំរកសត្វព្រៃអស់អ្នកដែលដើរកាត់តាមនោះនាំគ្នាស្រឡាំងកាំងហើយព្រឺសម្បុរសេផានីចំពុក3យេរូសាឡឹមត្រូវវេទនាជាពំខានព្រោះអ្នកក្រុងនេះជាជនបះបោរប្រព្រឹត្តអំពើពុករលួយជាជន់សង្កត់សង្កិនគ្នាពួកគេមិនស្ដាប់ព្រះសូរសៀងរបស់ព្រះម្ចាស់ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរពួកគេមិនផ្ញើជីវិតលើព្រះម្ចាស់ពួកគេមិនចូលមកចិត្តព្រះរបស់ខ្លួនទេមេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហដែលគិតតែពីក្រហមចៅក្រមរបស់ពួកគេប្រៀបបាននឹងចចកដែលរកស៊ីនៅពេលល្ងាចហើយអត់ទុកអ្វីឲ្យនៅសល់សម្រាប់ក៏គេនៅពេលព្រឹកឡើយព្យាក្រៃរបស់ពួកគេជាមនុស្សក្អេងក្អាងហើយក្បត់មុខងាររបស់ខ្លួនបូជាចាររបស់ពួកគេនាំគ្នាបន្ថប់អ្វីៗដែលជាទីសក្ការៈព្រមទាំងបំពេញលើក្រឹតវិន័យប៉ុន្តែព្រះម្ចាស់គង់នៅក្នុងចំណោមពួកគេព្រះអង្គសុចរិតអត់ធ្វើអ្វីខុសសោះរៀងរាល់ព្រឹកព្រះអង្គបង្ហាញយុត្តិធម៌ឲ្យពួកគេឃើញច្បាស់មិនដែលអខានទេប៉ុន្តែមនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាស់ឡើយព្រះអង្គមានព្រះបន្ទូលថាយើងបានកំទេចប្រជាជាតិនានាយើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេយើងធ្វើឲ្យផ្លូវរបស់គេនៅស្ងាត់ជ្រងំគ្មានមនុស្សដើរក្រុងរបស់គេនឹងត្រូវអន្តរាយលែងមានប្រជាជនរស់នៅទៀតយើងគិតថាអ្នករាល់គ្នាគង់តែកោតខ្លាចនិងព្រមទទួលការស្ដីប្រដៅពីយើងដូច្នេះទីលំនៅអ្នករាល់គ្នាមុខជើងមិនត្រូវវិនិច្ឆ័យអន្តរាយទេប៉ុន្តែពេលណាយើងដាក់ទោសពួកគេគិតតែពីរុទ្ធរះប្រព្រឹត្តអំពើថោកទាបគ្រប់បែបយ៉ាងហេតុនេះចូលចាំយើងសិនចូលរងចាំថ្ងៃយើងចាត់ប្រកាន់អ្នករាល់គ្នាយើងនឹងប្រមូលប្រជាជាតិនិងនគរទាំងឡាយយើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើងទៅលើពួកគេដោយភ្លើងឆាបឆេះបិទភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះផានដីទាំងមូលនេះជាព្រះបន្ទូលរបស់ព្រះម្ចាស់ពេលនោះយើងនឹងជំរះបបោមាត់ជាតិសាសន៍នានាឲ្យបានបរិសុទ្ធដើម្បីឲ្យពួកគេទាំងអស់គ្នាអង្វររកនាមយើងជាព្រះម្ចាស់ហើយព្រមព្រៀងគ្នាគោរពបម្រើយើងអ្នកថ្វាយបង្គំយើងដែលយើងកំចាត់កំចាយឲ្យទៅនៅខាងនាយទន្លេស្រុកអេស្យូពីនឹងនាំគ្នាយកដង្វាយមកឲ្យយើងនៅថ្ងៃនោះអ្នកនឹងលែងអាម៉ាស់ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានប្រព្រឹត្តគឺអំពើបាបប្រឆាំងនឹងយើងត្បិតយើងដកមនុស្សក្អេងក្អាងចេញពីចំណោមអ្នកហើយអ្នកក៏លែងវារឹកខ្ពស់នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរយើងនឹងទុកប្រជាជនមួយចំនួនដែលទន់ទាបហើយក្រខ្សត់ឲ្យនៅសេសសល់ក្នុងអ្នកប្រជាជននេះនឹងផ្ញើជីវិតលើនាមយើងដែលជាព្រះម្ចាស់ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់លែងប្រព្រឹត្តបទល្មើសលែងនិយាយកុហកនិងលែងនិយាយបបបញ្ឆោតទៀតហើយពួកគេរស់នៅយ៉ាងសុខសាន្តគ្មាននរណាមកបំភ័យពួកគេទៀតឡើយក្រុងស៊ីយ៉ូនអើយជួបបន្លឺសំឡេងដោយអំណរជនជាតិអ៊ីស្រាអែលអើយចូលនាំគ្នាស្រែកជេរខុសក្រុងយេរូសាឡឹមអើយ
ចូលមានអំណរសប្បាយចូលរីករាយយ៉ាងខ្លាំងព្រះម្ចាស់បានលើកលែងទោសឲ្យអ្នកព្រះអង្គបានពង្រៀងខ្មាំងសត្រូវចេញពីអ្នកព្រះម្ចាស់ជាព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែលគង់នៅជាមួយអ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយនៅថ្ងៃនោះគេនឹងពោលមកកាន់ក្រុងយេរូសាឡឹមថាកុំខ្លាចអ្វីឡើយក្រុងស៊ីយ៉ុនអើយកុំបាក់ទឹកចិត្តឲ្យសោះព្រះម្ចាស់ជាព្រះរបស់អ្នកទ្រង់គង់ជាមួយអ្នកព្រះអង្គជាវីរបុរសដែលមានជ័យជំនះព្រោះតែអ្នកព្រះអង្គមានអំណរសប្បាយជាខ្លាំងព្រះハរតីស្រឡាញ់របស់ព្រះអង្គធ្វើឲ្យអ្នកមានជីវិតថ្មីព្រោះតែអ្នកព្រះអង្គច្រៀងយ៉ាងរីករាយបំផុតយើងនឹងប្រមូលអស់អ្នកដែលកាត់ទុកព្រួយដែលមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់គឺអស់អ្នកដែលនៅឆ្ងាយពីអ្នកហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំងនៅថ្ងៃនោះយើងនឹងដាក់ទោសជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នកយើងនឹងសង្គ្រោះជាងដែលដើរពំរួចហើយប្រមូលជាងដែលវង្វេងយើងនឹងធ្វើឲ្យពួកគេមានកិត្តិយសនិងមានកេរ្តិ៍ឈ្មោះល្បីនៅគ្រប់ទីកន្លែងក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់នៅថ្ងៃនោះយើងនឹងនាំអ្នករាល់គ្នាវិលមកវិញព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នាពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញនៅចំពោះមុខរបស់អ្នករាល់គ្នាយើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកេរ្តិ៍ឈ្មោះល្បីនិងមានកិត្តិយសក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដីនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទំនុកដំកើងចំពុក147ខ7ដល់ខ14ចូលនាំគ្នាច្រៀងអរព្រះគុណព្រះអម្ចាស់ចូលស្មូតទំនុកដំកើងថ្វាយព្រះនៃយើងទាំងដេញពិនកំដរផងព្រះអង្គធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃព្រះអង្គរៀបចំឲ្យមានភ្លៀងធ្លាក់មកលើផែនដីព្រះអង្គធ្វើឲ្យមានស្មៅដុះនៅតាមភ្នំព្រះអង្គប្រទានចំណីដល់សត្វពីហណៈហើយពេលកូនក្អែកយំព្រះអង្គក៏ប្រទានចំណីដល់វាដែរព្រះអង្គមិនសពព្រះハរតីនឹងកម្លាំងរបស់សេះទេហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយរបស់មនុស្សដែរតែព្រះអង្គគប់ព្រះハរតីនឹងអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គគឺអស់អ្នកដែលផ្ញើជីវិតលើព្រះハរតីមេត្តាករុណារបស់ព្រះអង្គក្រុងយេរូសាឡឹមអើយចូលលើកដំកើងស្រីរុងរឿងរបស់ព្រះម្ចាស់ក្រុងស៊ីយ៉ុនអើយចូលសរសើរដំកើងព្រះរបស់អ្នកបិទព្រះអង្គការពារនិងពង្រឹងអ្នកឲ្យមានសន្តិសុខព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងព្រះអង្គប្រទានឲ្យទឹកដីអ្នកមានសន្តិភាពព្រះអង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូរណ៍សុភាសិតចំពុក31ខ18និងខ19នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើងនាងធ្វើការទាំងយប់ក្រុមពលឺចង្គៀងនាងកន្ធនារវៃអំបោះរួចនាងបោះត្រល់ត្បាញវិវរណៈចំពុក17ខ9ដល់ខ18ត្រង់នេះតោងយកប្រាជ្ញាដ៏ឆ្លៀសវៃមករិះគិតទើបយល់ក្បាល7សំដៅទៅលើភ្នំទាំង7ដែលស្ត្រីនោះអង្គុយលើហើយក៏សំដៅទៅលើស្ដេចទាំង7អង្គដែរស្ដេច5អង្គបានធ្លាក់រាជ្យបាត់ទៅហើយមួយអង្គទៀតកំពុងតែសោយរាជ្យហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេពេលស្ដេចនោះមកដល់ទ្រង់នឹងសោយរាជ្យតែមួយផ្លែតប៉ុណ្ណោះរីឯសត្វដេរឆានដែលមានជីវិតកាលពីសម័យដើមតែឥឡូវគ្មានទេនោះវានៅមកធ្វើជាស្ដេចទី8វាក៏នៅក្នុងចំណោមស្ដេចទាំង7នោះដែរហើយនឹងត្រូវវិនិច្ឆ័យបាត់ទៅស្ដេចទាំង10ដែលលោកបានឃើញសំដៅទៅលើស្ដេច10អង្គដែលពុំទាន់បានទទួលរាជសម្បត្តិនៅឡើយតែស្ដេចទាំងនោះនឹងទទួលអំណាចធ្វើជាស្ដេចបាន1ម៉ោងរួមជាមួយសត្វដេរឆានស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នាគឺប្រគល់ឫទ្ធានុភាពនិងអំណាចខ្លួនទៅឲ្យសត្វដេរឆានស្ដេចទាំង10នឹងនាំគ្នាធ្វើសឹកជាមួយកូនជាមតែកូនជាមនឹងឈ្នះស្ដេចទាំង10បិទព្រះអង្គជាព្រះម្ចាស់លើព្រះអង្គចាស់នានានិងជាព្រះមហាក្សត្រលើមហាក្សត្រនានារីឯអស់អ្នកដែលនៅជាមួយកូនជាមគឺអ្នកដែលព្រះជាម្ចាស់បានប្រហៅនិងបានជ្រើសរើសហើយដែលមានជំនឿដ៏ស្មោះក៏នឹងមានជ័យជំនះរួមជាមួយកូនជាមដែរទេវតាពោលមកកាន់ខ្ញុំទៀតថាមហាសមុទ្រដែលលោកបានឃើញគឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះសំដៅទៅលើប្រជារាស្ត្រមហាជនជាតិសាសន៍និងភាសានានារីឯស្នាញ់ទាំង10ដែលលោកបានឃើញព្រមទាំងសត្វដេរឆាននឹងនាំគ្នាស្អប់ស្រីពេស្យានោះហើយធ្វើឲ្យនាងនៅស្ងាត់ជ្រងំទាំងសម្រាប់ខ្លួនឲ្យនៅខ្លួនទៅទេគេនឹងស៊ីសាច់នាងនឹងយកនាងទៅដុតក្នុងភ្លើងទៀតផងត្បិតព្រះជាម្ចាស់បានបណ្ដាលឲ្យពួកគេមានចិត្តធ្វើតាមផែនការរបស់ព្រះអង្គគឺមូលមន្តិគ្នាប្រគល់រាជសម្បត្តិទៅឲ្យសត្វដេរឆានរហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចគ្រប់ប្រការរីឯស្ត្រីដែលលោកបានឃើញនោះគឺជាមហានគរដែលគ្រងរាជលើស្ដេចនានានៅលើផែនដីវិវរណៈចំពុក18ខ1ដល់ខ8
ក្រោយមកខ្ញុំឃើញទេវតាមួយរូបទៀតមានអំណាចដ៏ខ្លាំងពូកែចុះពីលើមេឃមកហើយស្រីរុងរឿងរបស់ទេវតានោះភ្លឺចាំងមកលើផែនដីលោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងថារលំហើយមហានគរបាប៊ីឡូនបានរលំហើយក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារ្យនិងជាជំរករបស់វិញ្ញាណអាក្រក់ទាំងអស់ហើយក៏ជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធគួរឲ្យខ្ពើមព្រោះក្រុងនេះបាននាំសត្វទាំងប៉ុន្មានឲ្យស្រវឹងនឹងកម្មគុណដ៏ថោកទាបបំផុតរបស់វាពួកស្ដេចនៅលើផែនដីនាំគ្នាប្រជាសិលធម៌ជាមួយក្រុងនេះហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថាប្រជារាស្ត្ររបស់យើងអើយចូលនាំគ្នាចាក់ចេញពីក្រុងនេះទៅដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់គេហើយរងគ្រោះកាយជាមួយគេឡើយបិទបាបរបស់ក្រុងនេះក៏ឡើងខ្ពស់ដល់មេឃព្រះជាម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេចូលសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្តបើគេប្រព្រឹត្តយ៉ាងណាត្រូវតបស្នងទៅគេវិញមួយជាពីរហើយចាក់បំពេញពេងដែលគេបានប្រុងប្រៀបស្រែកហើយនោះមួយជាពីរដែរក្រុងនេះបានដំកើងខ្លួននឹងរស់នៅយ៉ាងសម្បូរហូរហៀដល់កម្រិតណាត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សានិងកាន់ទុកដល់កម្រិតនោះដែរបិទគេបាននិយាយក្នុងចិត្តថាអញអង្គុយសោយរីកក្នុងឋានៈជាមហាក្សត្រយានីអញមិនមែនជាស្ត្រីមេម៉ាយទេហើយអញនឹងមិនកាន់ទុកឡើយហេតុនេះគ្រោះកាយផ្សេងនឹងកើតមានដល់ក្រុងនេះក្នុងថ្ងៃតែមួយគឺអ្នកក្រុងនឹងត្រូវស្លាប់កាន់ទុកស្រេកឃ្លានហើយនៅមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផងបិទព្រះជាម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះទ្រង់ប្រកបដោយអធិឫទ្ធិ